អនុក្រឹត្យស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិចំពោះ1បទបញ្ញត្តិទូទៅមាត្រា1អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងការបំពេញមុខងារការកំណត់កណន័យភាពនិងការទទួលខុសត្រូវនៅកម្រិតឋានានុក្រមនៃមុខតំណែងនីមួយៗក្នុងមុខងារសាធារណៈមាត្រា2អនុក្រឹត្យនេះមានគោលដៅដើម្បីធានាឲ្យមានសង្កត់ភាពនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកំណត់ចំនួនអតិបរមានៃមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងចាប់ពីថ្នាក់មុខតំណែងគ្រប់គ្រងជាន់ខ្ពស់បំផុតរហូតដល់មុខតំណែងគ្រប់គ្រងទាបបំផុតក្នុងមុខងារសាធារណៈកំណត់បន្ទាត់កណន័យភាពនិងទទួលខុសត្រូវរបស់ក្រសួងស្ថាប័នក្នុងការគ្រប់គ្រងនៃការរៀបចំរចនាសម្ព័ន្ធព្រមទាំងការតែងតាំងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមាត្រា3អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះគ្រប់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងគ្រប់គ្រងនៅក្នុងមុខងារសាធារណៈស្ថិតក្រោមច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាដែលរួមមានមុខតំណែងជាប្រធាននិងអនុប្រធានឬមុខតំណែងកម្រិតប្រហាក់ប្រហែលដែលគ្រប់គ្រងអង្គភាពជំនួសក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិអនុក្រឹត្យនេះមិនមានវិសាលភាពអនុវត្តចំពោះរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងគ្រប់គ្រងរបស់នគរបាលជាតិកងយោធពលខេមរភូមិន្ទនិងរចនាសម្ព័ន្ធស្ថានតំណាងរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេសឡើយការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងមាត្រា4រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងស្ថាប័នថ្នាក់ជាតិមានដូចខាងក្រោមរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់ប្រហាក់ប្រហែលរួមមានអគ្គលេខាធិការឋានអគ្គនាយកដ្ឋានអគ្គលេខាធិការដ្ឋាននាយកដ្ឋានអធិការដ្ឋានការិយាល័យអង្គភាពថ្នាក់ក្រមការិយាល័យគេអញ្ចឹងនេះគឺរចនាសម្ព័ន្ធនៅថ្នាក់ជាតិគេអញ្ចឹងបើមុខតំណែងនៅថ្នាក់ជាតិវិញមុខតំណែងគ្រប់គ្រងនឹងថ្នាក់ប្រហាក់ប្រហែលរួមមានអគ្គលេខាធិការអូខេអញ្ចឹងអគ្គលេខាធិការគឺធ្វើនៅក្នុងអគ្គលេខាធិការឋានអូខេអញ្ចឹងមុខតំណែងអគ្គលេខាធិការអគ្គនាយកនិងអគ្គលេខាអគ្គលេខាធិការរងអគ្គនាយករងអគ្គលេខារងប្រធាននាយកដ្ឋានអធិការនៃអធិការដ្ឋានអនុប្រធាននាយកដ្ឋានអធិការរងប្រធានការិយាល័យអនុប្រធានការិយាល័យមុខតំណែងថ្នាក់ក្រុមអនុប្រធានការិយាល័យអូខេអញ្ចឹងអានេះគឺមុខតំណែងនៅថ្នាក់ជាតិអូខេអញ្ចឹងមើលថ្នាក់ក្រោមជាតិវិញរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ស្ថាប័ននៅថ្នាក់ក្រោមជាតិមានខាងក្រោមអញ្ចឹងថ្នាក់ក្រោមជាតិគឺមានរចនាសម្ព័ន្ធខ្ពស់ជាងគេនោះគឺសាលារាជធានីខេត្តបន្តមកលេខាធិការឋានរដ្ឋបាលសាលាដំបងមន្ទីរនិងអង្គភាពជំនាញការិយាល័យអង្គភាពថ្នាក់ក្រមការិយាល័យអូខេអាហ្នឹងគឺជារចនាសម្ព័ន្ធគ្រប់គ្រងទេហើយយើងមើលមុខតំណែងគ្រប់គ្រងនឹងថ្នាក់ប្រហែលកម្រិតរាជធានីខេត្តរួមមានតំណែងខ្ពស់ជាងគេនោះគឺថ្នាក់ក្រោមជាតិគឺអភិបាលនៃគណៈអភិបាលរងនៃគណៈអភិបាលប្រធានលេខាធិការឋានរដ្ឋបាលសាលាដំបងនាយករដ្ឋបាលប្រធានមន្ទីរនិងនាយករដ្ឋបាលអនុប្រធានលេខាធិការឋានរដ្ឋបាលសាលាដំបងនាយកទីការប្រធានអង្គភាពរដ្ឋកម្មអនុប្រធានមន្ទីរនាយករងទីការអនុប្រធានអង្គភិរដ្ឋកម្មប្រធានការិយាល័យអនុប្រធានការិយាល័យមុខតំណែងថ្នាក់ក្រុមអនុប្រធានការិយាល័យរចនាសម្ព័ន្ធថ្នាក់ស្រុកគឺខ្ពស់ជាងគេនោះគឺសាលាក្រុងស្រុកហើយអញ្ចឹងការិយាល័យនិងអង្គភាពជំនាញអង្គភាពថ្នាក់ក្រមការិយាល័យ
ចឹងសម្រាប់មុខតំណែងវិញគឺខ្ពស់ជាងគេគឺអភិបាលនៃគណៈអាបាលអភិបាលរងនៃគណៈអាបាលនាយករដ្ឋបាលប្រធានការិយាល័យនាយករងរដ្ឋបាលប្រធានអង្គភិលតកម្មអនុប្រធានការិយាល័យអនុប្រធានអង្គភិលតកម្មមុខតំណែងថ្នាក់ក្រមអនុប្រធានការិយាល័យចឹងយើងមើលរចនាសម្ព័ន្ធគ្រប់គ្រងមុខតំណែងគ្រប់គ្រងនៅថ្នាក់អភិបាលនៅកម្រិតឃុំសង្កាត់មានអញ្ចឹងអង្គភិជំនាញអូខេធម្មតាគេប្រធានអង្គភិជំនាញអនុប្រធានអង្គភិជំនាញចឹងមាត្រា5ការកំណត់រចនាសម្ព័ន្ធមុខតំណែងនិងចំនួនមុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធនៃក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិប្រកបទៅលើទំហំការងារថវិកានិងចំនួនបុគ្គលិករបស់ក្រសួងនិងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនីមួយៗដោយចំនួននៃមុខតំណែងគ្រប់គ្រងកម្រិតអនុប្រធានថ្នាក់ប្រហាក់ប្រហែលត្រូវបានកំណត់ដូចខាងក្រោម1មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងស្ថាប័នថ្នាក់ជាតិអគ្គលេខាធិការរងអគ្គនាយករងអគ្គលេខាធិការរងឬថ្នាក់អភិបាលត្រូវមានចំនួនយ៉ាងច្រើនបំផុត5រូបក្នុងករណីមានតម្រូវការចាំបាច់នៅអគ្គលេខាធិការរងអគ្គនាយករងអគ្គលេខាធិការរងឬថ្នាក់អភិបាលលើសពីចំនួនដែលកំណត់ក្រសួងស្ថាប័នសមាជត្រូវស្នើសុំធ្វើការសម្រេចពីនាយករដ្ឋមន្ត្រីអនុប្រធាននាយកដ្ឋានឬថ្នាក់អភិបាលត្រូវមានចំនួនច្រើនបំផុត3នាក់ទៅ5ចឹងអនុប្រធានការិយាល័យឬថ្នាក់ប្រហាក់ប្រហែលត្រូវមានចំនួនច្រើនបំផុត2ទៅ4រូបអូខេអញ្ចឹងអគ្គលេខាធិការរងអីហ្នឹងគឺ5ច្រើនបំផុត5អនុប្រធាននាយកដ្ឋានពី3ទៅ5នាក់ហើយអនុប្រធានការិយាល័យពី2ទៅ4នាក់និងចំណុចលេខ2មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រោមជាតិអញ្ចឹងអភិបាលរងនៃគណៈអភិបាលនាយករងរដ្ឋបាលនាយករងទីចាត់ការអនុប្រធានការិយាល័យនៃសាលារាជធានីខេត្តនិងអភិបាលនៃគណៈអភិបាលនាយករងរដ្ឋបាលអនុប្រធានការិយាល័យក្រុងស្រុកខណ្ឌត្រូវមានចំនួនអនុលោមតាមបទបញ្ញត្តិជាធរមានអនុប្រធានមន្ទីរជំនាញរាជធានីខេត្តថ្នាក់អភិបាលត្រូវមានចំនួនច្រើនបំផុតត្រឹម3រូបអូខេអញ្ចឹងអនុប្រធានមន្ទីរត្រឹម3រូបទេអនុប្រធានការិយាល័យនៃមន្ទីរជំនាញរាជធានីឬថ្នាក់អភិបាលអនុប្រធានការិយាល័យសុខាភិបាលស្រុកផតបត្តិអនុប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងស្រុកខណ្ឌត្រូវមានចំនួនច្រើនបំផុត2រូបអនុប្រធានការិយាល័យនៃការិយាល័យជំនាញក្រុងស្រុកខណ្ឌប្រហែលត្រូវមានចំនួន1រូបមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅតាមវិទ្យាល័យអនុវិទ្យាល័យសាលាបឋមសិក្សានិងសាលាមធ្យមសិក្សានាយករងវិទ្យាល័យអនុវិទ្យាល័យសាលាបឋមសិក្សានិងមន្ត្រីសិក្សាសាធារណៈនាយករងវិទ្យាល័យអនុវិទ្យាល័យបឋមសិក្សានិងមន្ត្រីសិក្សាសាធារណៈត្រូវបានកំណត់អនុលោមនិងនិយមរបស់ក្រសួងអប់រំយុវជននិងកីឡាដែលមានជាធរមានដោយចំនួនអតិបរមានៃមុខតំណែងកម្រិតនាយករងមិនឲ្យលើសពីចំនួន3រូប4មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពអនុប្រធានមន្ទីរពេទ្យបង្អែករាជធានីខេត្តត្រូវមានចំនួនច្រើនបំផុត2អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកខណ្ឌនិងអនុប្រធានមណ្ឌលសុខភាពគឺមាន1ក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិអាចកំណត់ចំនួនមុខតំណែងគ្រប់គ្រងជាក់ស្ដែងនៅតាមក្រសួងស្ថាប័ននិងអង្គភាពចំណុះដែលមានការពិគ្រោះយោបល់ជាមួយក្រសួងមុខងារសាធារណៈនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុចំពោះ3ការតែងតាំងឲ្យកាន់មុខតំណែងនៃការបង្កើតការលុបការកែសម្រួលរចនាសម្ព័ន្ធនិងមុខតំណែងគ្រប់គ្រងមាត្រា6ការតែងតាំងឲ្យកាន់មុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធនៃក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិណាមួយត្រូវផ្អែកទៅលើមុខតំណែងទំនេរលក្ខណៈសម្បត្តិស័ក្តិសមរបស់បេក្ខជនសម្រាប់មុខតំណែងទំហំការងារផលិតភាពការងារលទ្ធភាពថវិកានិងការធានានូវនិរន្តរភាពការងារក្នុងអង្គភាពមាត្រា7ក្នុងករណីក្នុងមុខតំណែងប្រធាននៅទំនេរជាស្ថាបរិហេតុដូចជាមរណភាពការបាត់បង់ការងារជាដើមប៉ុន្តែពុំទាន់មានការតែងតាំងថ្មីឬការប្រកល់ភារកិច្ចថ្មីឬការប្រកល់ភារកិច្ចជាបរិយាសន្ន
ត្រីរាជការក្នុងអង្គភាពទី1ដែលមានមុខតំណែងនិងឋានន្តរស័ក្តិខ្ពស់ជាងគេត្រូវទទួលបំពេញមុខតំណែងជំនួសជាបដិសនមន្ត្រីរាជការនេះត្រូវបំពេញកាតព្វកិច្ចនៃមុខតំណែងនេះរហូតដល់មានការតែងតាំងថ្មីក្នុងករណីប្រធានអង្គភាពអវត្តមានដោយហេតុដូចជាបេសកកម្មផ្លូវការឬការឈប់សម្រាកស្របតាមបញ្ញត្តិធរមានប្រធានអង្គភាពត្រូវប្រកល់សិទ្ធិដល់មន្ត្រីរាជការដែលបំពេញមុខតំណែងគ្រប់គ្រងបន្ទាប់ជាប្រធានសេរីទីដើម្បីរក្សានិរន្តរភាពការងារប្រចាំថ្ងៃលើកឡើងតែមានការកំណត់ឲ្យឡែករបស់រដ្ឋាភិបាលឬក្រសួងស្ថាប័នសម័យមាត្រា8ការបង្កើតការលុបការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងពាក់ព័ន្ធចាប់ពីថ្នាក់នាយកដ្ឋានឡើងទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់ក្រសួងស្ថាប័នសម័យបន្ទាប់ពីទទួលបានការឯកភាពជាមុនពីក្រសួងមុខងារសាធារណៈនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអូខេអញ្ចឹងការកែសម្រួលមុខតំណែងចាប់ពីនាយកដ្ឋានឡើងអញ្ចឹងគឺដោយអនុក្រឹត្យតាមសំណើរបស់ក្រសួងស្ថាប័នសម័យការបង្កើតការលុបនិងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅមុខតំណែងពាក់ព័ន្ធចាប់ពីថ្នាក់ក្រមនាយកដ្ឋានចុះទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវកំណត់ដោយប្រកាសរបស់ក្រសួងស្ថាប័នបន្ទាប់ពីការទទួលបានឯកភាពជាមុនពីក្រសួងមុខងារសាធារណៈនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចាំមុខតំណែងចាប់ពីថ្នាក់នាយកដ្ឋានចុះក៏យើងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងស្ថាប័នសម័យមាត្រា9ការបង្កើតក្រុមប្រឹក្សាអាជ្ញាធរគណៈកម្មាធិការគណៈកម្មការឬអង្គភាពថ្មីដើម្បីបំពេញបេសកកម្មនៅមុខងារដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័នខ្លួនក្រសួងស្ថាប័ននោះត្រូវប្រើប្រាស់រចនាសម្ព័ន្ធគ្រប់គ្រងដែលមានស្រាប់ក្នុងក្រសួងស្ថាប័នដើម្បីធ្វើជាលេខាធិការដោយមិនត្រូវបង្កើតឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនៅមុខតំណែងអចិន្ត្រៃយ៍ថ្មីដែលនាំឲ្យការបង្កើតបន្ទុកថវិកាឡើយចំពោះ4ករណីភាពនឹងទទួលខុសត្រូវក្នុងការគ្រប់គ្រងនៃការចាត់ចែងមុខតំណែងក្នុងមុខងារសាធារណៈមាត្រា10មន្ត្រីរាជការស៊ីវិលទាំងអស់ដែលកំពុងកាន់តំណែងគ្រប់គ្រងនិងកំពុងបំពេញការងារនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវទទួលបន្ទុកបែងចែកនិងកំណត់មុខងារនិងភារកិច្ចច្បាស់លាស់ដើម្បីគ្រប់គ្រងដល់បេសកកម្មនិងមុខងាររបស់ក្រសួងស្ថាប័ននិងអង្គភាពទាំងឡាយនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលមិនមានធ្វើការបែងចែកនិងកំណត់មុខងារនិងភារកិច្ចច្បាស់លាស់ដល់មន្ត្រីរាជការដែលកាន់មុខតំណែងគ្រប់គ្រងនិងមន្ត្រីរាជការដែលបំពេញការងារក្នុងក្រសួងស្ថាប័ននិងអង្គភាពរបស់ខ្លួនមិនត្រូវបានអនុញ្ញាតឲ្យធ្វើការជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌថ្មីមន្ត្រីចុះកិច្ចសន្យានិងបុគ្គលិកអណ្ដែតក្នុងឆ្នាំនីមួយៗឡើយទោះបីមានអនុទានថវិកាគ្រប់គ្រងទុកក៏ដោយមាត្រា11ប្រធានស្ថាប័នត្រូវលើកសំណើស្ដីពីការតែងតាំងការផ្លាស់ប្ដូរនៃការបញ្ចុះមុខតំណែងមន្ត្រីរាជការចាប់ពីថ្នាក់នាយកដ្ឋានឡើងជួយនាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេចដែលភ្ជាប់មកជាមួយនៅសេចក្តីព្រាងព្រះរាជក្រឹត្យនិងអនុក្រឹត្យតាមរយៈក្រសួងមុខងារសាធារណៈដែលមានភារកិច្ចពិនិត្យនិងផ្ទៀងផ្ទាត់សំណើនេះដោយអនុលោមតាមបទបញ្ញត្តិធរមានក្រសួងមុខងារសាធារណៈត្រូវរៀបចំឯកសារពាក់ព័ន្ធនឹងសំណើស្តីពីការតែងតាំងការផ្លាស់ប្ដូរការបញ្ចុះមុខតំណែងមន្ត្រីរាជការជួយនាយករដ្ឋមន្ត្រីរយៈពេល10ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសំណើមានឯកសារចាំបាច់និងគ្រប់គ្រងអំពីក្រសួងស្ថាប័នសម័យក្នុងករណីក្រសួងមុខងារសាធារណៈពិនិត្យឃើញថាសំណើស្តីពីការតែងតាំងការផ្លាស់ប្ដូរការបញ្ចប់មុខតំណែងមន្ត្រីរាជការត្រូវបានធ្វើឡើងដោយមិនអនុលោមតាមបទបញ្ញត្តិធរមានក្រសួងមុខងារសាធារណៈត្រូវឆ្លើយតបជាលាយលក្ខណ៍ជាអក្សរដែលមានបញ្ជាក់មូលហេតុច្បាស់លាស់ក្នុងការកំណត់ខាងលើមាត្រា12ប្រធានស្ថាប័នត្រូវបញ្ជូនប្រកាសស្តីពីការតែងតាំងការផ្លាស់ប្ដូរការបញ្ចប់មុខតំណែងមន្ត្រីរាជការចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានចុះមកក្រសួងមុខងារសាធារណៈក្នុងរយៈពេលយ៉ាងយូរ7ថ្ងៃបន្ទាប់ពីថ្ងៃចេញប្រកាសដើម្បីពិនិត្យនិស្សិតនៃគុណភាពនិងបំពេញបែបបទពាក់ព័ន្ធទៅនឹងវិវត្តព្រមទាំងការធានាបាននៅការអនុវត្តតាមបទបញ្ញត្តិធរមានក្នុងករណីមើលឃើញថាការតែងតាំងការផ្លាស់ប្ដូរនៃការបញ្ចប់មុខតំណែងមន្ត្រីរាជការខាងលើធ្វើឡើងមកត្រឹមត្រូវតាមបទបញ្ញត្តិធរមានក្រសួងមុខងារសាធារណៈត្រូវធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេចមាត្រា13មន្ទីរមុខងារសាធារណៈរាជធានីខេត្តត្រូវពិនិត្យនិងផ្ទៀងផ្ទាត់នៃការស្រាវជ្រាវការតែងតាំងការផ្លាស់ប្ដូរនិងការបញ្ចប់មុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធ
គ្រប់គ្រងថ្នាក់ក្រោមជាតិដែលមានសុពលភាពផ្អែកទៅលើរយៈសម្ព័ន្ធមុខតំណែងនិងចំនួនមុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធអនុលោមតាមបទបញ្ញត្តិនៃអនុក្រឹត្យនេះមុននឹងសម្រាប់រៀបចំផ្លាស់ប្ដូរស្ថានភាពរដ្ឋបាលរបស់មន្ត្រីរាជការស៊ីវិលក្នុងតារាងទូទាត់វិវត្តនិងមន្ត្រីរាជការស៊ីវិលក្នុងករណីមន្ទីរមងារសាធារណៈរាជធានីខេត្តពិនិត្យឃើញថានៃការខាងលើមិនសមស្របទៅនឹងរចនាសម្ព័ន្ធមុខតំណែងនិងចំនួនមុខតំណែងគ្រប់គ្រងមន្ទីរមិនត្រូវរៀបចំផ្លាស់ប្ដូរស្ថានភាពរដ្ឋបាលរបស់មន្ត្រីរាជការស៊ីវិលក្នុងតារាងទូទាត់ប្រតិវត្តរាជការស៊ីវិលឡើយហើយត្រូវឆ្លើយតបពីលក្ខជាអក្សរជំរាបជូនប្រធានអង្គភិបសម័យនិងចម្លងជូនអភិបាលនៃគណៈអភិបាលរាជធានីខេត្តពាក់ព័ន្ធក្នុងរយៈពេល7ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានឯកាដើម្បីធ្វើចំណាត់ការសមស្របតាមបញ្ញត្តិជាធរមានមាត្រា14មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលមានសមត្ថកិច្ចផ្អែកទៅលើបទបញ្ញត្តិនៃអនុក្រឹត្យនេះមិនបានបំពេញដោយត្រឹមត្រូវឬខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដោយចេះឬអចេតនាត្រូវចាត់ទុកជាកំហុសនៃការឆ្កំឆ្គងក្នុងវិជ្ជាជីវៈដែលត្រូវទទួលទណ្ឌកម្មខាងវិន័យមន្ត្រីរាជការស៊ីវិលពាក់ព័ន្ធខាងលើត្រូវទទួលបន្ទុកខាងវិន័យយ៉ាងហោចណាស់ក្នុងកម្រិតផ្លាស់ប្ដូរដោយបង្ខំតាមវិធានការខាងវិន័យនេះត្រូវលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិថ្នាក់ដោយមិនរាប់បញ្ចូលនៅទោសបញ្ញត្តិផ្សេងទៀតដែលមានច្បាប់កំណត់អូខេអញ្ចឹងធ្ងន់ដែរណាបើសិនជារឿងមិនត្រឹមត្រូវអីគឺទណ្ឌកម្មខាងវិន័យដែលមានផ្លាស់ប្ដូរដោយបង្ខំឬក៏អាចត្រូវលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិក្រសួងមុខងារសាធារណៈត្រូវសហការជាមួយក្រសួងដំណាក់ដំណងជាមួយរដ្ឋសភាប្រសិទ្ធភាពនិងអធិការិកកិច្ចដើម្បីធ្វើការនិងប្រតិបត្តិតម្លៃអនុវត្តខ្លឹមសារនៃអនុក្រឹត្យនេះដោយរាយការណ៍ជូនរដ្ឋាភិបាលអំពីស្ថានភាពនៃការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងគ្រប់គ្រងតាមក្រសួងស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិនិងធ្វើឡើងអំពីវិធានការកន្លងបន្តចុចចំពោះ5ក្រសួងស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិដែលបានតែងតាំងមន្ត្រីរាជការស៊ីវិលឲ្យកាន់មុខតំណែងគ្រប់គ្រងកម្រិតអនុប្រធានថ្នាក់បកប្រហែលលើសពីចំនួនដែលបានកំណត់ក្នុងមាត្រា5នៃអនុក្រឹត្យនេះហើយនៅមិនទាន់បានទទួលប្រាក់បំណាច់បង្ងារត្រូវរក្សាទុកដដែលនិងត្រូវរៀបចំជួបប្រាក់បំណាច់បង្ងារតាមកម្រិតនៃមុខតំណែងនោះការផ្ដល់ប្រាក់បំណាច់បង្ងារខាងលើត្រូវគិតចាប់ពីពេលដែលអនុក្រឹត្យនេះចូលជាធរមានប៉ុណ្ណោះនិងមិនមានអនុភាពប្រតិសកម្មទេការតែងតាំងដើម្បីជំនួសមុខតំណែងទំនេរដែលបានកំណត់ក្នុងវគ្គខណ្ឌទី1ប៉ុន្តែលើសចំណុចកំណត់ក្នុងមាត្រា5នៃអនុក្រឹត្យនេះមិនត្រូវបានអនុញ្ញាតឡើយមាត្រា17ការធ្វើសមាហរណកម្មអង្គភាពណាមួយទៅក្នុងក្រសួងស្ថាប័នផ្សេងទៀតហើយមិនទាន់មានការរៀបចំមុខតំណែងថ្មីដល់មន្ត្រីរាជការស៊ីវិលក្នុងអង្គភាពដែលត្រូវបានធ្វើសមាហរណកម្មនោះមន្ត្រីរាជការស៊ីវិលនោះត្រូវតែរក្សាតំណែងនិងពុទ្ធសិទ្ធិនៃមុខតំណែងពីមុនដដែលមាត្រា18នៅក្នុងរយៈពេលយ៉ាងយូរ3ខែក្រោយពីអនុក្រឹត្យចូលជាធរមានគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវរៀបចំចងក្រងរចនាសម្ព័ន្ធគ្រប់គ្រងមុខតំណែងគ្រប់គ្រងនិងចំនួនមន្ត្រីទៅតាមមុខតំណែងគ្រប់គ្រងផ្អែកផ្ដល់មកក្រសួងមុខងារសាធារណៈឲ្យបានរួចរាល់ផ្អែកទៅលើតារាងគំរូផ្ដល់ក្រសួងមុខងារសាធារណៈព្រមទាំងត្រូវចាត់ចែងណែនាំដល់គម្ពីរក្រុងអាវ៉ាតនៅថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិឲ្យរៀបចំបញ្ចេញភារកិច្ចទៅតាមមុខតំណែងភារកិច្ចដល់មន្ត្រីរាជការគ្រប់រូបនៃគម្ពីររបស់ខ្លួនឲ្យបានច្បាស់លាស់និងរួចរាល់ដើម្បីកំណត់បន្ទាត់ករណីភាពនៃការទទួលខុសត្រូវរបស់មន្ត្រីរាជការស៊ីវិលម្នាក់ៗក្នុងការបំពេញមុខតំណែងរបស់ខ្លួនចឹងចំពោះ6គឺអាវភាសាបញ្ញត្តិបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនៅអនុក្រឹត្យនេះត្រូវទោសជានារីកមាត្រា20រដ្ឋមន្ត្រីទទួលបន្ទុកស្តីការគណៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរដ្ឋមន្ត្រីគ្រប់គ្រងក្រសួងនិងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅអញ្ចឹងធ្វើឡើងនៅថ្ងៃទី7ខែកញ្ញាឆ្នាំ2015